ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញរបៀបធ្វើជ្រក់កំពីងរាជវិធីធ្វើនេះទោះជាកំពីងរាជយើងជួយចុចយ៉ាងណាឲ្យតែធ្វើវិធីនេះដឹងតែឆ្ងាញ់អញ្ចឹងកុំឲ្យខាត់ពេលវេលាយូរយើងមកធ្វើទាំងអស់គ្នាដំបូងចាក់ស្ករសចំនួន800ក្រាមចូលទៅក្នុងឆ្នាំងនិងចាក់ទឹកចំនួន4លីត្រចូលចាក់អំបិលចំនួន200ក្រាមនិងបើកភ្លើងក្នុងកម្ដៅខ្លាំងដើម្បីឲ្យទឹកឆាប់ពុះនៅពេលដែលទឹកពុះចាក់ម្ទេសដែលកាត់ហើយចំនួន20ក្រាមរួចបិទភ្លើងចង្ក្រានទុករយៈពេល30នាទីចាក់ទឹកចូលក្នុងចានដែកហើយដាក់អំបិល1ស្លាបព្រាបាយទុកត្រាំកំពីងរាជកុំឲ្យកំពីងរាជប្រែជាពណ៌ក្រមៅខ្ញុំមានកំពីងរាជចំនួន4គីឡូចិតសំបកចេញឲ្យស្អាតហើយត្រាំក្នុងទឹកអំបិលកុំឲ្យប្រែពណ៌បន្ទាប់មកយកកាំបិតមកកាត់ជារាងតាមដែលបងប្អូនចង់បានបន្ទាប់ពី30នាទីមកយកកំពីងរាជមកត្រាំក្នុងទឹកស្ករនិងគ្របទុករយៈពេល15ម៉ោងការគ្របកំពីងរាជគឺយើងគ្របឲ្យលិចកំពីងរាជដើម្បីឲ្យកំពីងរាជយើងចូលជាតិគ្នាបានល្អអញ្ចឹងយើងចាប់ផ្ដើមធ្វើអំបិលម្គាម្ដងខ្ញុំប្រើបង្គាតូចចំនួន20ក្រាមចាក់ទឹកត្រាំទុក1ឡែកសិនដាក់ម្ទេស10ផ្លែនិងអំបិល20ក្រាមចូលក្នុងត្បាល់រួចបុកឲ្យម៉ត់បន្ទាប់មកចាក់ស្ករចំនួន500ក្រាមចូលរួចដួសស្ករដាក់ចូលក្នុងខ្ទះបន្ទាប់មកយកខ្ទះដាក់លើចង្ក្រានដាក់ទឹកចំនួន2ស្លាបព្រាបាយនិងបើកភ្លើងក្នុងកម្ដៅធម្មតានៅពេលដែលស្កររលាយអស់ចាក់បង្គាក្រៀមដែលត្រាំទុកមុននឹងចូលរួចកូរឲ្យសព្វនិងបិទភ្លើងចង្ក្រានរួចទុក1ឡែកសិនបន្ទាប់ពីបាន15ម៉ោងមកដាក់កំពីងរាជចូលក្នុងប្រអប់រួចដាក់អំបិលម្ទេសដែលយើងធ្វើឲ្យមុននឹងចូលបន្ទាប់មកគ្របរួចក្រឡុក3ទៅ4ដងឲ្យចូលជាតិគ្នាបងប្អូនអាចញ៉ាំបានហើយមួយទៀតបងប្អូនអាចដាក់ក្នុងទូទឹកកកទុកញ៉ាំបានរយៈពេល7ថ្ងៃពេលដែលធ្វើហើយកំពីងរាជនេះមានរសជាតិផ្អែមនិងជូរតិចៗញ៉ាំហើយចង់ញ៉ាំទៀតពិតជាឆ្ងាញ់សូមអរគុណបងប្អូនដែលទស្សនាវីដេអូខ្ញុំពីដើមដល់ចប់សង្ឃឹមថាបងប្អូននឹងចូលចិត្តបើមានសំណួរឬយោបល់អ្វីសូមសរសេរ comment នៅខាងក្រោមសូមជួយចុច like និង share វីដេអូនេះឲ្យបានច្រើនផងជាចុងក្រោយសូមជួយចុច subscribe channel YouTube ខ្ញុំផងអរគុណច្រើនសូមជម្រាបលា